vàពួករើសតាំងរបស់ព្រះនឹងបានន័យថាព្រះអង្គបានសង្គ្រោះអំពើបាបរបស់គូអស់ហើយអញ្ចឹងអ្នករើសតាំងរបស់ព្រះអង្គគឺជាមនុស្សដែលសុចរិតនៅចំពោះព្រះអង្គណាគ្រូបាទគឺពិសេសណាស់គឺជាអ្នករើសតាំងរបស់ព្រះអញ្ចឹងពេលដែលព្រះអង្គបានមើលមកពូវិធីគឺខ្លាចជាមនុស្សសុចរិតហើយអញ្ចឹងគ្មានអ្នកណាចោទប្តឹងពូគ្មានអ្នកណាចោទប្តឹងពូបានទៀតទេអត់មានចោទពូថាជាមនុស្សមានបាបអីទេគឺពូជាមនុស្សសុចរិតហើយតែព្រះអង្គជាអ្នករាប់ពូមិនមែនជាកម្លាំងរបស់ពូទេសុចរិតនេះគឺព្រះអង្គជាអ្នករាប់បាទអញ្ចឹងនៅព្រះគម្ពីរជំពូក8ហ្នឹងថាតើអ្នកណាចោទប្តឹងពីពួករើសតាំងរបស់ព្រះបានត្បិតគឺព្រះហើយដែលបានរាប់ពូវិធីជាមនុស្សសុចរិតហើយបាទអញ្ចឹងនៅចំពោះព្រះនៅចំពោះព្រះយេស៊ូវនោះគឺពូខ្លាចជាមនុស្សសុចរិតហើយបាទ2026ឆ្នាំនឹងហើយដែលព្រះអង្គបានទទួលបាបរបស់ពូបាបរបស់ខ្ញុំបាបរបស់មនុស្សលោកទាំងអស់បាទអញ្ចឹងព្រះអង្គបានមើលមកមនុស្សលោកទាំងអស់ហ្នឹងគឺខ្លាចជាមនុស្សសុចរិតនៅចំពោះព្រះអង្គហើយគេអត់ជាមនុស្សមិនជាមនុស្សមានបាបទេអញ្ចឹងយើងពិសេសណាស់នៅចំពោះព្រះអង្គគឺព្រះអង្គបានស្រឡាញ់យើងខ្លាំងណាស់ហ្នឹងហើយព្រះអង្គស្រឡាញ់យើងខ្លាំងណាស់នៅពេលដែលព្រះអង្គបានទទួលបាបរបស់យើងនេះហើយព្រះអង្គបានរាប់ពូខ្លាចរាប់ពូជាមនុស្សសុចរិតហ្នឹងគឺពិសេសខ្លាំងណាស់នៅចំពោះព្រះអង្គបាទជាអ្នករើសតាំងចំពោះព្រះអង្គបាទអញ្ចឹងព្រះបន្ទូលថ្ងៃនេះគឺធ្វើឲ្យពូខ្លាចជាមនុស្សសុចរិតព្រះបន្ទូលធ្វើឲ្យពូមិនអាចអ្នកណាចោទប្តឹងមិនអាចអ្នកណាចោទប្រកាន់ពូថាជាមនុស្សមានបាបទៀតទេគឺព្រះគម្ពីរបានបង្ហាញយើងច្បាស់ថាគ្មានអ្នកណាចោទប្តឹងពួករើសតាំងរបស់ព្រះបានទេបាត់ព្រះយេស៊ូវគ្រីស្ទបានរាប់ពូវិធីជាមនុស្សសុចរិតហើយអញ្ចឹងពាក្យថាសុចរិតហ្នឹងគឺស្មើនឹងអត់មានបាបសុចរិតស្មើនឹងគ្រប់លក្ខបាទអញ្ចឹងនេះជាដំណឹងល្អដែលព្រះអង្គចង់ឲ្យពូវិធីបានលឺនៅក្នុងចិត្តពូចង់ឲ្យពូវិធីបានស្គាល់ថាអំណាចបច្ចេស្តារបស់ព្រះអង្គដែលធ្វើចំពោះមនុស្សលោកនេះគឺចង់ឲ្យមនុស្សយើងជាខ្លាយជាមនុស្សសុចរិតហ្នឹងមិនមែនតាមកម្លាំងរបស់យើងទេមិនមែនតាមការប្រព្រឹត្តរបស់យើងគឺសេចក្តីសុចរិតហ្នឹងគឺព្រះជាអ្នករាប់ពូជាមនុស្សសុចរិតអញ្ចឹងពូបាទពូស្ដាប់បានទេពូហ្នឹងហើយអញ្ចឹងសេចក្តីសុចរិតដែលព្រះឲ្យពូនោះគឺមិនមែនពូខំប្រឹងទេគឺគ្រាន់តែជឿលើព្រះអង្គដែលបានទទួលបាបរបស់ពូជឿលើដល់ព្រះអង្គដែលបានសគត់នៅលើឈើឆ្កាងដើម្បីបាបរបស់ពូហើយពូខ្លាចជាមនុស្សសុចរិតហ្នឹងក៏ពូអត់មានបានធ្វើអ្វីទេគ្រាន់តែជឿព្រះអង្គតែប៉ុណ្្នឹងទេអាហ្នឹងយើងអត់ពិបាកទេពូណាបាទយើងអត់មានខំប្រឹងអ្វីផ្សេងក្រៅពីហ្នឹងទេគឺសេចក្តីសុចរិតហ្នឹងគឺព្រះអង្គឲ្យពូដោយព្រីដោយឥតគិតថ្លៃតែម្ដងបាទព្រះអង្គអត់យកកម្រៃពីពូទេគឺសេចក្តីសុចរិតគឺព្រះយេស៊ូវបានឲ្យមកគ្រប់មនុស្សទាំងអស់បាទបើពូជឿថាខ្ញុំសុចរិតហើយពូនឹងបានសេចក្តីសុចរិតបាទព្រោះព្រះអង្គបានឲ្យមកហើយបាទជាកាដូដែលឥតគិតថ្លៃហ្នឹងហើយបាទអញ្ចឹងកាដូដ៏ឥតគិតថ្លៃនេះគឺព្រះអង្គឲ្យមកយើងគឺសំខាន់ពិសេសជាងផែនដីទាំងមូលទៅទៀតបាទគ្រាន់តែយើងទទួលកាដូមួយនេះពូអាចខ្លាយទៅជាអ្នករើសតាំងរបស់ព្រះអង្គបានខ្លាយទៅជាអ្នកដែលសុចរិតនៅចំពោះព្រះអង្គបានខ្លាយទៅជាអ្នកដែលបរិសុទ្ធគ្រប់លក្ខនៅចំពោះព្រះអង្គបានណាពូណាហ្នឹងហើយយើងបើចិត្តយើងចាប់ប្រកាន់ថាខ្ញុំជាមនុស្សមានបាបអាហ្នឹងអត់ទេខុសហើយព្រះយេស៊ូវបានរាប់ខ្ញុំជាមនុស្សសុចរិតហើយខ្ញុំគ្មានបាបទេបាទចិត្តរបស់យើងមិនអាចឈ្នះព្រះបន្ទូលបានទេហ្នឹងហើយពូបាទគ្មានវិញ្ញាណណាអាចចាប់ប្រកាន់ពូគ្មានអរិយសតាំងណាអាចចោទប្តឹងពូថាជាមនុស្សមានបាបទេគឺព្រះយេស៊ូវបានរាប់ពូជាមនុស្សសុចរិតហើយណាពូណាបាទចូលពូសម្លឹងមើលព្រះយេស៊ូវដែលឲ្យសេចក្តីសុចរិតដល់នេះដល់ពូហើយទទួលយកសេចក្តីសុចរិតរបស់ព្រះយេស៊ូវមកដាក់នៅក្នុងចិត្តរបស់ពូនឹងមានសង្ឃឹមពូនឹងមានអំណរនៅក្នុងចិត្តបាទសេចក្តីសុចរិតដែលព្រះអង្គឲ្យពូគឺជាសេចក្តីសុចរិតដ៏អស្ចារ្យជានិច្ចបាទគឺគ្មានថ្ងៃរាប់បាននោះទេនេះជាសេចក្តីសុចរិតដែលព្រះអង្គឲ្យបាទ